អធិការបតីថ្មីអាល្លឺម៉ង់ប្រកាសពីការបើកសិទ្ធិឲ្យអ៊ុយក្រែនមានសិទ្ធិក្នុងការបាញ់ប្រហារមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាល្លឺម៉ង់ចូលទឹកដីរបស់រុស្ស៊ីតាមស្ថានភាពជាក់ស្ដែងដែលអ៊ុយក្រែនត្រូវឆ្លើយតបទោះបីទីណាក៏ដោយនៅខាងក្នុងទឹកដីរបស់រុស្ស៊ីឲ្យតែអ៊ុយក្រែនសម្រាប់បើកការវាយប្រហារដើម្បីកំទេចគោលដៅយោធារបស់រុស្ស៊ីនេះនិយមតាមការចុះផ្សាយដោយសារព័ត៌មាន Sky News នៃចក្រភពអង់គ្លេសចុះផ្សាយកាលពីថ្ងៃទី26ឧសភានេះអធិការបតីអាល្លឺម៉ង់ថ្មីរូបនេះគឺលោក Friedrich Merz ដែលបានបញ្ជាក់ដូចនេះនៅឯវេទិកាមួយដែលលោកបញ្ជាក់ថាបច្ចឹមប្រទេសគេលែងរឹតបន្តឹងសិទ្ធិរបស់អ៊ុយក្រែនហើយបើអ៊ុយក្រែនប្រើប្រាស់អាវុធណាក៏ដោយឲ្យតែអ៊ុយក្រែនបាញ់ប្រហារទៅលើគោលដៅយោធារបស់រុស្ស៊ីទោះបីក្នុងទឹកដីរបស់រុស្ស៊ីវាជាសិទ្ធិរបស់អ៊ុយក្រែនកន្លងមកមីស៊ីលរយៈចម្ងាយឆ្ងាយដែលអ៊ុយក្រែនមាននៅក្នុងដៃគឺមីស៊ីលផលិតនៅសហរដ្ឋអាមេរិកអាតាប់មីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេសមីស៊ីល Escap របស់ប្រទេសបារាំងអ៊ុយក្រែនបានបើកការវាយប្រហារផងដែរទៅលើគោលដៅយោធារបស់រុស្ស៊ីប៉ុន្តែក្នុងកម្រិតតែប៉ុណ្ណោះព្រោះប្រទេសទាំង3នេះនៅតែរដ្ឋបတ်មិនឲ្យអ៊ុយក្រែនបើកប្រតិបត្តិការទូលំទូលាយដោយប្រើប្រាស់អាវុធរបស់ពួកគេទៅលើខាងក្នុងទឹកដីនៃប្រទេសរុស្ស៊ីនោះទេតែសម្រាប់អធិការបតីអាល្លឺម៉ង់ Friedrich Merz ដែលទើបចូលកាន់តំណែងមេដឹកនាំអាល្លឺម៉ង់ថ្មីនេះកាលនៅក្នុងឃោសនារកសម្លេងឆ្នោតគាត់បានប្រកាសឲ្យថាបើគាត់ខ្លាយជាមេដឹកនាំអាល្លឺម៉ង់គឺគាត់នឹងត្រូវបើកសិទ្ធិឲ្យអ៊ុយក្រែនបាញ់ប្រហារដោយប្រើប្រាស់មីស៊ីលរបស់អាល្លឺម៉ង់ Taurus បញ្ចូលទៅខាងក្នុងទឹកដីរបស់រុស្ស៊ីឲ្យតែអ៊ុយក្រែនជ្រើសរើសការវាយប្រហារដោយបាញ់ទៅលើគោលដៅយោធារបស់រុស្ស៊ីលោក Friedrich Merz បញ្ជាក់ថាអាល្លឺម៉ង់មិនបិទសិទ្ធិអ៊ុយក្រែនទៀតនោះទេហើយមីស៊ីលរបស់អាល្លឺម៉ង់ Taurus ដែលត្រូវបញ្ជូនទៅឲ្យអ៊ុយក្រែននោះវាជាសិទ្ធិរបស់អ៊ុយក្រែនប្រើប្រាស់វាឲ្យតែករណីចាំបាច់ត្រូវឆ្លើយតបព្រោះអ៊ុយក្រែនប្រើប្រាស់មីស៊ីលបាញ់ការពារខ្លួននោះទីមិនមែនវាយលុកដូចរុស្ស៊ីវាយលុកចូលទឹកដីអ៊ុយក្រែននោះទីលោក Friedrich Merz បានបញ្ជាក់ដូចនេះត្រូវគេមើលឃើញនៅលើបណ្ដាញសង្គម X បើតាមលោក Friedrich Merz អធិការបតីថ្មីអាល្លឺម៉ង់នេះការបិទសិទ្ធិរបស់អ៊ុយក្រែននេះហើយដែលអ៊ុយក្រែនមានចំណុចខ្សោយក្នុងការការពារទីតាំងឈរជើងរបស់ខ្លួនដូច្នេះគាត់មើលឃើញថាត្រូវតែលើកលែងការដាក់បំរាមទាំងអស់ទៅលើអ៊ុយក្រែនគឺចាប់ពីពេលនេះតទៅចំពោះអាល្លឺម៉ង់គឺអ៊ុយក្រែនមានសិទ្ធិក្នុងការបាញ់មីស៊ីល Taurus រយៈចម្ងាយឆ្ងាយអាល្លឺម៉ង់ចូលខាងក្នុងទឹកដីរបស់រុស្ស៊ីមីស៊ីលរបស់អាល្លឺម៉ង់ Taurus ក៏វាជាមីស៊ីលរយៈចម្ងាយឆ្ងាយដូចនឹងមីស៊ីលអាតាប់ផលិតនៅអាមេរិកមីស៊ីល Storm Shadow របស់ចក្រភពអង់គ្លេសមីស៊ីល Escap របស់បារាំងផងដែរតែវារត់បានពី300គីឡូម៉ែត្រឡើងទៅកន្លងមកអតីតអធិការបតីអាល្លឺម៉ង់គឺលោក Holoskul មិនត្រឹមតែហាមអ៊ុយក្រែនបើកការវាយប្រហារចូលខាងក្នុងទឹកដីរបស់រុស្ស៊ីដោយមីស៊ីលរយៈចម្ងាយឆ្ងាយរបស់បច្ចឹមប្រទេសនោះទេគឺលោកអធិការបតីអាល្លឺម៉ង់ Holoskul ថែមទាំងមិនអនុញ្ញាតឲ្យក្រសួងការពារជាតិរបស់គាត់បញ្ជូនមីស៊ីល Taurus ទៅឲ្យអ៊ុយក្រែននោះទេតែនៅពេលនេះអាល្លឺម៉ង់មានមេដឹកនាំថ្មីរូបនេះប្រកាសថាការបញ្ជូនមីស៊ីល Taurus ទៅឲ្យអ៊ុយក្រែននៅពេលនេះគឺវាមិនមែនជាការបំពេញរំលោភទៅលើគោលការណ៍ច្បាប់អន្តរជាតិអ្វីនោះទេវាបញ្ជូនទៅឲ្យប្រទេសជាជនរងគ្រោះតែប៉ុណ្ណោះលោកអធិការបតីអាល្លឺម៉ង់ Friedrich Merz បានប្រាប់សារព័ត៌មាន RTL នៅពេលលោកធ្វើទស្សនកិច្ចទៅកាន់ទីក្រុងគៀវកាលពីថ្ងៃទី10ឧសភាម្ដងរួចហើយថាលោកគ្មានបិទសិទ្ធិហាមឃាត់អ្វីនោះទេឲ្យតែអ៊ុយក្រែនមានសិទ្ធិបាញ់តែទៅលើគោលដៅយោធារបស់រុស្ស៊ីគឺអ៊ុយក្រែនអាចប្រើបានអាវុធរបស់អាល្លឺម៉ង់ជាប្រទេសមួយដែលផ្ដល់ជំនួយធំមួយផងដែរទៅឲ្យអ៊ុយក្រែនដែលក្នុងនោះប្រទេសដែលផ្ដល់ជំនួយធំទៅឲ្យអ៊ុយក្រែនមានបារាំងអង់គ្លេសហូឡង់ដាណឺម៉ាកបែលហ្សិកស៊ុយអែតអ៊ីតាលីប៉ូទុយហ្គាល់ប៉ូឡូញរូម៉ានីសិតតែជាប្រទេសផ្ដល់ជំនួយច្រើនទៅឲ្យអ៊ុយក្រែនដំបូកទាំងប្រទេសហ្វាំងឡង់ស៊ុយអែតជាសមាជិកអង្គការយោធា NATO ថ្មីរបស់ NATO ផងដែរឥឡូវនេះឃើញថារុស្ស៊ីចាប់ផ្ដើមប្រតិកម្មហើយចំពោះការបើកសិទ្ធិរបស់អធិការបតីអាល្លឺម៉ង់ដែលបើកសិទ្ធិឲ្យអ៊ុយក្រែនបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចូលខាងក្នុងទឹកដីរបស់រុស្ស៊ីតាមរយៈអ្នកនាំពាក្យវិមានក្រុមឡើង Dmitry Peskov បាននិយាយថាអាល្លឺម៉ង់កំពុងតែលោលេងនៅស្ថានភាពអាក្រក់របស់ខ្លួននៅចំពោះមុខសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនលោក Dmitry Peskov បានថ្លែងថារុស្ស៊ីប្រឆាំងដាច់ខាតចំពោះប្រទេសណាដែលបើកសិទ្ធិឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់ខ្លួនវាប្រើចូលខាងក្នុងទឹកដីរបស់រុស្ស៊ីនេះរុស្ស៊ីនៅតែរកមធ្យោបាយប្រតិកម្មឆ្លើយតបបើទោះមិនឆ្លើយតបក្នុងពេលនេះក៏ដោយនោះគឺមិនដែលឃើញរុស្ស៊ីបើកការវាយប្រហារណាមួយទៅលើប្រទេសដែលផ្ដល់ជំនួយរយៈចម្ងាយឆ្ងាយរហូតដល់យន្តហោះចម្បាំង F-16 ទៅឲ្យអ៊ុយក្រែនក៏រុស្ស៊ីមិនដែលឃើញបើកប្រតិបត្តិការសងសឹកនោះទេគឺរុស្ស៊ី
បានត្រឹមតែគម្រិតកំហែងសម្លុតបំភ័យតែប៉ុណ្ណោះអ្នកជំនាញមើលឃើញថាប្រសិនបើរុស្ស៊ីបើប្រតិបត្តិការវាយបរាចូលទៅផ្នែកមួយនៃទឹកដីរបស់ពួកបច្ចិមប្រទេសជាពិសេសឲ្យទាហានបើកការវាយបរាទៅលើប្រទេសមានសក្តានុពលខ្លាំងរបស់ពួកបច្ចិមប្រទេសដូចជាអាល្លឺម៉ង់ជាដើមអង់គ្លេសជាដើមនេះវាដល់ពេលហើយដែលរុស្ស៊ីនិងសមាជិកអង្គការយោធា NATO ត្រូវតែទាញទម្លាក់ចូលក្នុងសង្គ្រាមរុស្ស៊ីនិង NATO គឺតាមរយៈសង្គ្រាមរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែនគេនៅចាំបានថាឲ្យតែប្រទេសពួកបច្ចិមប្រទេសប្រកាសពីការផ្តល់ជំនួយអាវុធរយៈចម្ងាយឆ្ងាយរុស្ស៊ីតែងតែប្រតិកម្មចង់កំទេចបាញ់ប្រហារប្រទេសទាំងនោះដោយមីស៊ីប្លង់អន្តរជាតិ ICBM មីស៊ីប្លង់អន្តរជាតិ ICBM របស់រុស្ស៊ីនេះយកទុកដោយក្បាលគ្រាប់នុយក្លេអ៊ែរទៀតផងអង់គ្លេសបារាំងដែលបានបញ្ជូនអាវុធរយៈចម្ងាយឆ្ងាយទៅឲ្យអ៊ុយក្រែននេះតែងតែត្រូវរងការគំរាមកំហែងពីសំណាក់ទីក្រុងមូស្គូថាត្រូវកំទេចប្រទេសរបស់ពួកគេដោយមីស៊ីរយៈចម្ងាយឆ្ងាយ ICBM ប៉ុន្តែមកដល់ពេលនេះគ្មានទាត់ឃើញរុស្ស៊ីបើកការវាយបរាណាមួយទៅលើប្រទេសដែលផ្ដល់ជំនួយយោធានិងអាវុធធនធ្ងន់នោះទីសូម្បីតែប្រទេសជិតខាងរបស់ខ្លួនដែលធ្លាប់ជាអតីតរបស់សូវៀតមានដូចជាប្រទេសអេស្តូនីឡាត្វីលីទុយនីក៏រុស្ស៊ីមិនឃើញបើកប្រតិបត្តិការវាយចូលប្រទេសតូចអតីតរដ្ឋសូវៀតនោះទីគឺត្រឹមតែគម្រាមកំហែងតែប៉ុណ្ណោះប្រទេសអតីតរដ្ឋសហភាពសូវៀតទាំង3នេះសុទ្ធតែជាសមាជិកនៃអង្គការយោធា NATO នៅពេលនេះចក្រភពអង់គ្លេសកំពុងដាក់ពង្រាយកងទ័ពរបស់ខ្លួននៅលើទឹកដីនៃប្រទេសអេស្តូនីឡាត្វីលីទុយនីដែលមានព្រំដែនជាប់នឹងរុស្ស៊ីអង់គ្លេសដាក់ពង្រាយអាវុធយុទ្ធភ័ណ្ឌនិងកងកម្លាំងទ័ពរបស់ខ្លួនដាក់ពង្រាយនៅតាមព្រំដែនជាប់ល្វឹងល្វើយនៃប្រទេសរុស្ស៊ីគឺព្រំដែនរវាងប្រទេសហ្វាំងឡង់និងរុស្ស៊ីប៉ុន្តែជាមួយគ្នានេះក៏គេសង្កេតឃើញថាអ៊ុយក្រែនមានសិទ្ធិដោយស្វ័យប្រវត្តិក្នុងការប្រើប្រាស់បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយឬក៏អាវុធទាំងឡាយណាដែលអ៊ុយក្រែនអាចមានសមត្ថភាពបាញ់ទៅលើខាងក្នុងទឹកដីរបស់រុស្ស៊ីដូចជាប្រមាណថ្ងៃចុងក្រោយនេះអ៊ុយក្រែនបានបើកការវាយបរាដោយបាញ់ដ្រូនរហូតដល់ធ្លាក់ទៅដល់ទីក្រុងមូស្គូទៀតផងក៏ពុំទាន់ឃើញរុស្ស៊ីបដកម្មនឹងប្រទេសអ៊ុយក្រែននិងប្រទេសសម្ព័ន្ធមិត្តរបស់អ៊ុយក្រែននោះទីដែលតាមមើលទៅទីក្រុងមូស្គូក៏ប្រុងប្រយ័ត្នណាស់ដែរមិនឲ្យមានចំនួនប្រដាប់អាវុធអាចកើតឡើងដោយសារតែសង្គ្រាមរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែននោះទីរុស្ស៊ីនៅតែចិញ្ចឹមចិត្តថាខ្លួនគេនឹងតស៊ូប្រយុទ្ធជាមួយនឹងអ៊ុយក្រែនរហូតដល់ដំណាក់កាលដែលអ៊ុយក្រែនបោះបង់ចោលការប្រយុទ្ធរបស់ខ្លួនប្រហែលពីនេះវាចូលដល់ឆ្នាំទី4ហើយសង្គ្រាមរបស់លោកពូទីននៅលើទឹកដីនៃប្រទេសអ៊ុយក្រែនប៉ុន្តែគេមើលឃើញថាចង់មិនចង់អ្នកដែលបិទបញ្ចប់សង្គ្រាមគឺមិនមែនពួកបច្ចិមប្រទេសនិងអ៊ុយក្រែននោះទេគឺរុស្ស៊ីបើរុស្ស៊ីព្រមបិទបញ្ចប់សង្គ្រាមក៏លោកឡាឌីមៀរពូទីនប្រធានាធិបតីរុស្ស៊ីពិតជាទទួលបានផលប្រយោជន៍ណាមួយពិតប្រាកដពីអ៊ុយក្រែនទើបលោកព្រមបិទបញ្ចប់សង្គ្រាមគេថាធ្វើសង្គ្រាមវាទាល់តែបានផលប្រយោជន៍ពីសង្គ្រាមទើប